ពុកម៉ែបងប្អូនដែលមានបញ្ហាឧបករណ៍អេឡិចត្រូនិកតូចដែលមានបញ្ហាប្រើប្រាស់ថ្មលីស្យូមអត់កាន់ភ្លើងពុកម៉ែបងប្អូនសម្រាប់ថ្មលីស្យូមដែលភ្ជាប់មកជាមួយឧបករណ៍ដែលយើងទិញមកហ្នឹងភាគច្រើនគឺអត់សូវមានថ្មល្អទេការប្រើប្រាស់គឺនឹងឆាប់អស់ហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាតម្រូវការថ្មផ្សេងឥឡូវចិត្តអាកាសចូលឆ្នាំថ្មីពុកម៉ែបងប្អូនសម្រាប់កាភ្លើងបាញ់ទឹកសម្រាប់ឧបករណ៍ផ្សេងដែលពុកម៉ែបងប្អូនប្រើប្រាស់ថ្មលីស្យូមនឹងបានយកពុកម៉ែបងប្អូនអាចកំងបានពុកម៉ែបងប្អូនសម្រាប់ថ្មរបស់យើងគឺយើងអាចកំងវល់តាមឧបករណ៍ប្រើប្រាស់របស់ពុកម៉ែបងប្អូនបានទាំងអស់ហើយឧទាហរណ៍សម្រាប់ឧបករណ៍ដែលខ្ញុំកំពុងតែធ្វើនោះពុកម៉ែបងប្អូនគឺមានកម្រិត 7.4 វ៉ុលណាហើយយើងត្រូវការធ្វើការផ្គុំថ្មល្អពីគ្រាប់ពុកម៉ែបងប្អូនគឺយើងធ្វើការផ្គុំពីគ្រាប់ហើយគឺថ្មនេះគឺប្រើប្រាស់ទៅលើឡានបញ្ជាពុកម៉ែបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការអាចតំណាក់តំណងបានអាចសាកសួរព័ត៌មានបានណាពុកម៉ែបងប្អូនគឺថ្មយើងប្រើប្រាស់តែថ្មល្អម៉ែបងប្អូនដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺយើងកាត់ចូលមកតង្កេះយកតែម្ដងសម្រាប់ទុកធ្វើការផ្លាស់ប្ដូរឲ្យពុកម៉ែបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងទេពុកម៉ែបងប្អូនសម្រាប់តម្រូវការពុកម៉ែបងប្អូនអាចតំណាក់តំណងតាមរយៈ Telegram បានបងប្អូន